នេះភ្លៀងហើយភ្លាមភ្លាមណាភ្លៀងហើយភ្លាមពពកខុសឡើងភ្លាមអញ្ចឹងចាំមើលស្អែកខាប់ប៉ុណ្ណាស្រុកខ្មែរសម្បូរទេសភាពស្អាតខ្លាំងណាស់ខ្ញុំនិយាយមែនបន្ទាប់ពីទៅដល់ក្នុងព្រះអង្គនេះហើយខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហេតុអ្វីបានជាទេសភាពស្អាតខ្លាំងម្លឹងប៉ុន្តែមិនសូវមានអ្នកស្គាល់សោះមិនសូវមានអ្នកផ្សព្វផ្សាយសោះសូម្បីតែខ្ញុំក៏អត់ដឹងដែរទើបតែមកដល់នេះទើបដឹងអាចនិយាយបានថាដោយសារហេតុផលមួយចំនួនដូចជាស្ថានភាពផ្លូវលំបាកនិងខ្វះព័ត៌មានលម្អិតជាដើមតោះអញ្ចឹងសម្រាប់អ្នកដែលចង់ដឹងក៏ដូចជាចង់ទៅលេងក្នុងព្រះអង្គកុំភ្លេចទស្សនាវីដេអូនេះម៉ោង 4:15 នាទីគឺជាពេលកំណត់ជួបជុំគ្នានៅកាសាងកាតិចមកកាឡាម៉ែតប៉ុន្តែដោយសារតែមានគ្នាយើងខ្លះគាត់ខកពេលអញ្ចឹងទៅម៉ោង 5 ម៉ោង 7:05 ទើបពួកយើងនឹងបានចេញដំណើរពីភ្នំពេញទៅហើយជិះទៅដល់កំពង់ឆ្នាំងចិត្តដល់ពោធិ៍សាត់ហើយមេឃក៏ចាប់ផ្ដើមភ្លៀងមកល្មមចឹងហើយពួកយើងក៏ធ្វើដំណើរតាមសម្រួលមិនបខំទេព្រោះខ្លាចល្អិលឆ្ពោះទៅភ្នំ 1500 ក៏ប៉ុន្តែយើងជិះប្រហែលជា60គីឡូតែប៉ុណ្ណោះយើងនឹងដល់ផ្លូវបត់ឆ្វេងចូលទៅសហគមន៍មុងរីឬក៏ភូមិមុងរីហើយថ្ងៃនេះយើងមកដល់កន្លែងដែលយើងគ្រប់គ្នាដែលខ្មែរយើងគឺស្គាល់ទាំងអស់ប៉ុន្តែអត់ដែលឃើញទេនិយាយទៅឲ្យតែអ្នកធ្លាប់ចូលរៀនគឺស្គាល់ហើយជួរភ្នំកវាញខ្ញុំធ្លាប់ទៅលឺដែររៀនសភៅអីណាជួរភ្នំកវាញអញ្ចឹងណាឥឡូវនឹងទៅឃើញផ្ទាល់បាទអញ្ចឹងចាំមើលខ្ញុំនឹងផ្តិតយកទេសភាពនៅជួរភ្នំកវាញហ្នឹងឲ្យទាំងអស់គ្នាមើលអូខេនៅកន្លែងដដែលម៉ោងមិនដល់កន្លែងយើងឈលដំណើរខ្លាំងណាសម្រាប់ជួរនេះព្រោះដោយសារគ្នាយើងគាត់ទូកតង់តាមផ្លូវអញ្ចឹងសូមប្រយ័ត្នមែនទែនសម្រាប់ធ្វើដំណើរខែភ្លៀងសម្ភារៈរបស់យើងដែលត្រូវបោះតង់ហ្នឹងយើងខ្លាចរបូតត្រូវតែចងវាឲ្យជាប់ដូចគ្នាខ្ញុំជាដើមអញ្ចឹងខ្ញុំបានរៀបចំ backup plan របស់ខ្ញុំខ្ញុំមានតង់មួយហើយនឹងរឹងអញ្ចឹងខ្ញុំក៏ឲ្យតង់របស់ខ្ញុំហ្នឹងទៅគាត់សម្រាប់សម្រាកហើយឯខ្ញុំគឺសម្រាប់នៅអង្រឹងទាំងពីរយប់ទាំងហើយយើងបន្តដំណើរទៅទៀតបើទោះបីជាយើងជួបឧបសគ្គក៏ដោយចេញពីផ្លូវបំបែកនេះយើងត្រូវជិះផ្លូវដីប៉ុន្តែស្ថានភាពផ្លូវហ្នឹងគឺមិនលំបាកទេងាយស្រួលជិះទេវាដក់ទឹកខ្លះដោយសារតែមានភ្លៀងហើយជិះប្រហែលជា15នាទីប៉ុណ្ណោះយើងនឹងទៅដល់កំពង់ចម្លងចុងភូមិណាយើងហៅមកមេញាក់សាច់អូជាតិអូយរំភើបបន្ទាប់ពីសបាយអជាមួយនឹងទេសភាពជើងភ្នំដល់ផ្លូវលំបាកម្ដងចាប់ផ្ដើមមានផុកនិងដីស្អិតជាប់តិចហើយបណ្ដាញស្នាមម៉ូតូរបស់ខ្ញុំគឺអត់បញ្ហាទេមួយដែលបញ្ហាហ្នឹងគឺម៉ូតូគ្នាខ្ញុំ2នាក់ទៀត ADV ជាមួយនឹង PCX ជាពិសេសគឺ ADV ដោយសារតែកបាំងរបស់គាត់ហ្នឹងគឺទាបពេកធ្វើឲ្យដីដែលទៅតែភ្លៀងហើយជាប់ផុកតិចហ្នឹងគឺខំជាប់ជាមួយនឹងកាតាប៊ូរបស់គាត់តែម្ដងធ្វើឲ្យកម្មម៉ូតូហ្នឹងគឺអត់វិលទេកកដីពេញតែម្ដងអញ្ចឹងយើងខាតពេលប្រហែលជា2ម៉ោងម៉ោង2ទៅយើងទៅដល់ផ្ទះអ្នកភូមិអញ្ចឹងសម្រាប់ខែវស្សាផ្លូវនេះផ្លូវក្នុងព្រះអង្គសហគមន៍មុងរីមិនគួរយកម៉ូតូអូតូមកទេជាមានការជាប់ដូចពួកខ្ញុំអញ្ចឹងហើយនោះម្ចាស់រៀងចត់បាយទៀតហើយម៉ោងបាយម៉ោង2ឯនៅភូមិឡើយអើយឯណាទៅម៉ោង2ដល់ទឹកក្រហមឥឡូវដល់មុងរីឡើយហ្នឹងមានទឹកក្រហមមិនតាន់ដល់ទេប៉ុន្តែបើធុងក្រហមដល់មុខកាមេរ៉ាជាគម្រោងគឺម៉ោង11យើងត្រូវមកដល់ផ្ទះអ្នកភូមិនេះហើយញ៉ាំបាយថ្ងៃត្រង់ប៉ុន្តែដោយសារតែជាប់ផុកដោយទាំងអស់គ្នាបានឃើញអញ្ចឹងគឺធ្វើឲ្យខកដំណើររហូតដល់3ម៉ោងឯនោះលឿនពួកយើងញ៉ាំបាយហើយក៏រៀបចំចេញដំណើរទៅជើងភ្នំជិះម៉ូតូ2ម៉ូតូរបស់ខ្ញុំ1និងម៉ូតូរបស់ហ្គាយ1បងបូរីហើយសម្រាប់គាត់3នាក់គាត់ដើរដោយថ្មើរជើងដោយក៏តាមហ្នឹងគឺដឹកតាមម៉ូតូរបស់ខ្ញុំ2នាក់ទៅជើងភ្នំធ្វើបែបនេះដើម្បីចំណេញពេលវេលាក៏ដូចជាឲ្យបានធូរកម្លាំងទាំងអស់គ្នាការពិតខ្ញុំយកហ្គាយតែមួយទេមកពីសហគមន៍ក្រវាញតែស្ថានភាពកាន់តែលំបាកខ្លាំងចឹងហើយ
ខ្ញុំក៏សម្រេចចិត្តភ្លាមៗយកកាយមួយទៀតនៅខាងសហគមន៍ម៉ុងរីដោយសារការឡើងក្នុងព្រះអង្គនេះយើងគួរគិតឲ្យងាយយល់ថាគ្នាយើង2នាក់សហគមន៍ម្នាក់ឬក៏យ៉ាងហោចណាស់គ្នាយើង3នាក់សហគមន៍មួយទើបពួកគាត់អាចជួយយើងនឹងឡើងដល់កំពូលភ្នំបានដោយងាយស្រួលនិងមិនលំបាកវេទនាឡើយអូខេឥឡូវ back up plan លឿនអញ្ចឹងយើងឲ្យបងឆាយម្ជែងគាត់ជួយមួយទៀតព្រោះគ្នាយើងមានតែម្នាក់អញ្ចឹងខាងសហគមន៍គាត់មក2នាក់ទៅជួយស្ពាយអីវ៉ាន់របស់យើងអញ្ចឹងយើងអាចនឹងដើរធូរខ្លួនច្រើនសម្រាប់ពីយប់ហ្នឹងអញ្ចឹងលឿនដោយសារតែស្ថានភាពដូចទាំងអស់គ្នាឃើញអញ្ចឹងផ្លូវគឺពិបាកខ្លាំងវាមិនពិបាកខ្លាំងតែគាត់ថាយើងគិតស្មានដល់អញ្ចឹងអូខេយើងតទៀតម៉ោង4ហើយនៅត្រឹមថ្នាក់ការបកឋានឡើយទេចឹងសរុបទៅម៉ូតូគឺមាន3ម៉ូតូខ្ញុំ1និងសហគមន៍2យើងជិះម៉ូតូមួយគ្នា2នាក់និងដឹកសម្ភារៈរបស់យើងហើយចាំមើលថាតើយើងអាចជិះម៉ូតូទៅដល់ណាដែរសម្រាប់ផ្លូវគឺល្មមមិនពិបាកខ្លាំងនិងមិនស្រួលខ្លាំងនោះទេដេកជាការដេកមួយហើយមកថាឯងគិតតែសក់មកអេដមីនហើយខាងកន្លែងដែលខ្ញុំទៅណាអាយ៉ាហើយក៏ហើយបដាហើយក្តាមផ្កាច់មួយទៅអស់ហើយទៀតផ្លូវអេមចឹងមកដល់កន្លែងនេះគឺខាងឆ្ពងទី2យើងសម្រាប់កន្លែងនេះសិនយើងមានទឹកងូតមានទឹកប្រាអញ្ចឹងសម្រាប់ខែប្រាំងខែ5ដើមខែនេះសារភ្លៀងមួយមេណាបានមើលទៅរៀងទឹកប៉ុណ្ណឹងបើអត់ភ្លៀងប្រហែលជាអាចនឹងទឹករិចជាងហ្នឹងមើលទៅអូតូខ្ញុំកបាំងបាត់ហើយណាគឺសំឡេងអ្វីកាលកបាំងចាក់ឬឆ្អឹងខ្នងលឿនសុទ្ធទៅសាច់ញ័រសាច់អាសងកបាំងឡើងកថេកវាយណានៃเอาไว้ไม่เนี่ยจ้ะអូចូលពងម៉ាចូលពងម៉ាចឹងឥឡូវកម្រងរបស់យើងគឺអូភ្លាមលឿនបាទឆេគាត់យើងខ្វះឆ្នាំងធ្វើម្ហូបធ្វើអីនៅដំណាក់ឆ្ពង2នេះចឹងឆេគាត់ទៅវិញជីមផ្លែទេឆ្ពង2នេះជីបើគាត់ខ្លួនឯងជីតែឯងតែម្នាក់ឯងនេះគាត់ជីប្រហែល20នាទីហ្នឹងទៅបាទឥឡូវយើង back up plan បានហើយតង់ធ្វើការគាត់នេះតឯងគេតឯងហើយតង់របស់ខ្ញុំនោះផ្ទេឲ្យអត្រាជាមួយនឹងដៃគូគាត់អញ្ចឹងខ្ញុំគេរឹងទៅព្រោះគាត់តង់ថ្មីព្រោះតាមផ្លូវបាត់ហើយអញ្ចឹងអត់បាន unboxing ផងព្រោះបាត់ហើយជិះមកចំថ្ងៃភ្លៀងរាំងក្តៅឡើងមកប្រហែលខែនិយាយទៅខែ4នេះគឺអត់មានភ្លៀងទេថ្ងៃដែលយើងចេញមកគឺភ្លៀងយកតែម្ដងអញ្ចឹងលេខអូតូវាបាក់កើបាំងអញ្ចឹងបើលេខកាសលេខអសង្ឃអ្វីអីហ្នឹងគឺទេហ្នឹងបញ្ហាទេផ្លូវនេះណាយើងអាចជិះមកបានជិះដល់អូឆ្ពង2នេះវាទាំងអស់គ្នាឃើញម៉ូតូខ្ញុំនៅខាងក្រោមអញ្ចឹងយើងអាចលេខលោកបានប្រសិនបើយើងជិះខ្ញុំស្មានចម្ងាយណាប្រហែលជាល្បាក់5-6 គីឡូពីផ្ទះអ្នកពូមកអញ្ចឹងបើជិះសាច់ជិះរិចពីពូមកហ្មងខ្ញុំល្បាក់ប្រហែលជាខ្ទង់1ម៉ោងកន្លះបើម៉ូតូយើងអត់មានបញ្ហា1ម៉ោងកន្លះទៅ2ម៉ោងហ្នឹងយើងមកដល់នេះហើយអញ្ចឹងបើទាំងអស់គ្នាអាចលេខលោកពេលវេលាតាមជាក់ស្ដែងដែលទាំងអស់គ្នាមកបានអូខេ
bài bài đang ác nè dương có khánh sải dương lang từ đó lại nằm món tê skill được sạch nhôm chăm cái lại năng du hái tê về lên du hái complex chăm thôi ហើយនេះគឺស្ទឹងឆ្ពង់2នៅជើងភ្នំនៅឡើយទេអញ្ចឹងរាប់ចាប់តាំងពីស្ទឹងនេះទៅពួកយើងនឹងត្រូវដើរឡើងភ្នំហើយចំណុចទី2បន្ទាប់ហ្នឹងគឺអូរទឹកក្រហមរីឯទី3គឺអូរទឹកថ្លានិងគោលដៅចុងក្រោយរបស់យើងហ្នឹងគឺខ្នងព្រះអង្គហើយស្អែកហ្នឹងខ្ញុំនឹងប្រាប់អំពីស្ថានភាពផ្លូវឡើងទៅនិងបង្ហាញថាតើអូរទាំងពីរហ្នឹងមានទឹកប្រើឬក៏អត់ហើយកន្លែងណាដែលយើងគួរតែបោះតង់ đây lót á từ mà em mong cha nắng bọc mai dân sọt mong men li đôi mò đa hay ô sáu bị chuyện quỷ sạch đi chọc chợ cái sạch chọc đó là muốn fish năm muốn thôi mong fish năm muốn bay năm muốn cho đây nó ô bảy ngọc ô sáu chất ca đến trong cái tầm cắt hơi đã lan bán pi 7 ngày nhưng từ đó ở linh phun khói mình toàn tùng ban phượng trên ô sau nó tục được lại trên răng đá prem rồi tam mê trên đặt bầu rồi sai nói với sai sitting back. xa phơi về ngày tiết chẳng hayពួកយើងរត់រះខ្ចប់បាយនិងអីវ៉ាន់ដាក់លើម៉ូតូរបស់ពួកយើងសម្រាប់ចេញដំណើរនៅព្រឹកនេះចឹងសម្រាប់ម៉ូតូរបស់ពួកយើងនឹងគឺបានត្រឹមតែជិះម្នាក់ក៏ដូចជាដឹកអីវ៉ាន់របស់យើងតែប៉ុណ្ណោះព្រោះស្ថានភាពផ្លូវចាប់ដើមឡើងចំណោទក៏ដូចជាពិបាកខ្លាំងជាហេតុដែលធ្វើឲ្យខ្ញុំនឹងសម្រេចចិត្តដោះកបាំងម៉ូតូខាងមុខចេញព្រោះដោយសារវាទៀតខ្លាចបុកថ្មឬក៏បុកដើមឈើអីគឺបែកចឹងម៉ូតូ3ដឹកអីវ៉ាន់ហើយនឹងគ្នាខ្ញុំ3នាក់គាត់ដើរដោយអត់ស្ពីកតាមចឹងវាធូរកម្លាំងរបស់ពួកយើងផងដែរចឹងជិះកណ្ដាលត្រាយផ្លូវកណ្ដាលបាទកន្លែងណាអីស្កាស់អីហ្នឹងគឺត្រាយផ្លូវហើយដែលសំខាន់ណាមួយឆេលុយសឹកប្រាប់ខ្ញុំថាម៉ោង5បានទៅដល់លើខ្ញុំដល់ហើយខ្ញុំមានអារម្មណ៍ថារបាយលេងទៀតហើយតែសម្រាប់ខ្ញុំអត់អីដើរផ្លូវថ្ងៃវេលាវាមិនអីមិនហ្នឹងចាំយើងគិតគ្នាទៀតប្រសារដែលយើងគេនៅឆ្ងាយអញ្ចឹងយើងត្រូវការពេលវេលាច្រើនដើម្បីដើរទៅអូខេអូទឹកក្រហមនេះហើយយើងអាចមកបោះបានក៏ល្អដែរស៊ូហត់តិចទៅក៏អត់មានទឹកសតទឹកប្រើសម្រាប់ខែប្រាំងណាអូខេហើយបងអត់មកហើយមកសុតបាទ
Lan núi. តោយើងຕົកចោលហ្នឹងសាខ្មៅរបស់ខ្ញុំនៅកណ្ដាលព្រៃនោះនេះទាំងអស់គ្នានេះម្ចាស់សាខ្មៅមុខឡើងខ្មៅហើយអូខេអញ្ចឹងយើងឡើងពីក្រមកមិញល្បាក់ប្រហែលម៉ោង 8 កន្លះអញ្ចឹងមកដល់នេះម៉ោង 10 កន្លះចំណាយពេលប្រហែល 2 ម៉ោងហួសអូទឹកក្រហមបន្តិចមកដល់មិញមានក្លុកមួយដែរចឹង 2 ម៉ោងចាំមើលយើងឡើងទៅដល់លើយើងចំណាយពេលប្រហែលប្រហែលហើយទៅដល់លើម៉ោងប្រហែលតែទាំងអស់គ្នាបានកាយ2បើកាយមួយវិញយើងប្រហែលដេកត្រឹមនឹងឯងយប់ហ្នឹងកាត់ភ្លើងដាំទឹកក្តៅនេះឈប់នៅដំណាក់ទឹកថ្លាបាទឥឡូវយើងទៅមើលទឹកថ្លាណាទឹកថ្លាទឹកថ្លាឃើញទេនេះទឹកឃើញទេបាទឃើញទេទឹកថ្លាយើងនេះទឹកថ្លានោះទឹកថ្លាទឹកថ្លាបាទថ្លាបាទឃើញដល់បាតដោយសារអត់មាននេះអត់មានភ្លៀងដល់ពេលអញ្ចឹងវាមានទឹកធម្មតាទឹកហ្នឹងគឺហូរកាត់ផ្លូវអញ្ចឹងតែអត់មានភ្លៀងផងខែប្រាំងរកទឹកមកប៉ុណ្ណាបានទឹកប៉ុណ្ណឹងប្រើប្រពៃពេកឯនេះអញ្ចឹងតាមប៉ុណ្ណឹងមកល្មមប្រើបើយើងមានប្រដាប់ចម្រោះទឹកអីគឺយើងអាចចម្រោះប្រើបានបើខាងបងគាត់ហូបគាត់អត់អីទេទឹកប៉ុណ្ណឹងឆ្ងាញ់ផ្អែមសម្រាប់គាត់តែបើយើងពោះថ្មីពោះពេញអីនឹងដាក់ទៅរៀកបាទប្រហែលជា1ម៉ោងតែប៉ុណ្ណោះពីអូទឹកក្រហមយើងមកដល់អូទឹកថ្លានេះហើយអញ្ចឹងជាយោបល់របស់ខ្ញុំទាំងអស់គ្នាដែលចង់មកលេងអាចមកបោះតង់យកថ្ងៃទី1នឹងអូទឹកថ្លានេះបានព្រោះអីវាមានទឹកសម្រាប់ប្រើប្រាស់យ៉ាងទៀតយើងអាចចំណេញផ្លូវល្បាក់ជា 20 ទៅ 30% ដែរនៅក្នុងថ្ងៃទី1នេះមកលើភ្នំមានម៉ាស៊ីនត្រជាក់ធម្មជាតិមេឃភ្លៀងលឹមតិចហើយបក់មកខ្យល់ត្រជាក់ដល់បេះដូងកំពុងហត់ផងអូយស្រួលខ្លួនណាធម្មជាតិសុទ្ធសាធបាទដល់ហើយទីបំផុតម៉ោងប្រហែលជា4ទើបពួកយើងឡើងមកដល់ខាងលើដល់ផ្លូវរៀបចឹងគឺភ្លៀងបណ្ដាដើរជាក់ស្ដែងទៅគឺខ្ញុំដើរទាំងអស់រលីងហើយគឺរមួលកពើដើរតិចរមួលដើរតិចរមួលតែម្ដងប៉ុន្តែព្យាយាមជំនះធ្វើយ៉ាងណាដើម្បីទៅដល់កន្លែងជំរំតង់សិនដាក់អីវ៉ាន់ហើយសម្រាប់ឲ្យធូរខ្លួនសំខាន់លេយកភ្នំផ្នត់ហ្មងហើយក៏ពោកខោះខាប់ពេញនឹងហ្មងនេះភ្លៀងហើយភ្លាមភ្លៀងហើយភ្លាមពពកខុសឡើងភ្លាមអញ្ចឹងចាំមើលស្អែកខាប់ប៉ុណ្ណាអូchết àថ្ងៃលិចនេះជ្រុងហ្នឹងជាតិàការតស៊ូឡើងភ្នំហត់ខ្លាំងពេញមួយថ្ងៃរបស់ពួកយើងហ្នឹងគឺពិតជាមិនខុសបំណងទេទេសភាពជួបភ្នំក្រវាញដែលយើងធ្លាប់តែលើហ្នឹងឥឡូវនេះបានមកឃើញផ្ទាល់ភ្នែកពិតជាស្អាតខ្លាំងមែនទែនរំភើប
ពេញបេះដូងតែម្ដងវាប្រៀបបានទៅនឹងដំណើរជីវិតរបស់ពួកយើងផងដែរខំប្រឹងឡើងភ្នំឲ្យដល់គោលដៅទើបអាចឃើញទេសភាពស្អាតអស្ចារ្យបែបនេះប៉ុន្តែពេលខ្លះការឡើងដល់កំពូលភ្នំហើយក៏មិនប្រកាសថាបានឃើញទេសភាពស្អាតដោយការរំពឹងទុកនេះឬក៏ការចង់បាននោះដែរតែពួកយើងត្រូវតែបន្តដើរឡើងទៅមុខជានិច្ចឡើងមកដល់នេះម៉ោង4កន្លះ4ម៉ោងកន្លះ8ម៉ោងអីដល់ពេល4ម៉ោង8ម៉ោង7 8ម៉ោង1ម៉ោងអត់8ដល់6 8ម៉ោងកន្លះបន្តិច7 8ម៉ោងទីឲ្យខ្ញុំ record រហូតហើយ7 8ម៉ោងញាក់សាច់មិនជាយកសាច់ហ្មងណា7 8ម៉ោងខ្ញុំសម្រាប់ខ្ញុំបត់ពិសោធន៍លើនឹងទៀតតែបងប្អូនយើងជួយចាត់ដែរបតនាអីលើកទី1ជួយចាត់ដែរចង់យើងដើរហ្នឹង22គីឡូបង22គីឡូ22គីឡូសូម record ខ្ញុំ record រហូតតែជាអត់សក្រិតទេមើលទៅ22គីឡូអាចវាលឹះតិចដោយសារខ្ញុំបើកhacking mode ខ្ញុំបើកឲ្យវា record អញ្ចឹងដល់ទៅនោះមកខ្ញុំឃើញ map ដល់ពេលខ្ញុំទៅកន្លែងមានអ៊ីនធឺណិតបងបើកពីណាមកបងបើកពីពេលយើងឡើងណាពេលយើងឡើងមានតែពេលយើងចេញពីឆ្ពង់ពីកន្លែងឆ្ពង់ទឹក2ហ្នឹងឆ្ពង់ទឹក2ឆ្ពង់ទឹក2កថានេះហើយពីអ្នកគាត់នេះเราក៏ដាក់ខ្លាំងនេះមើលថៅកាណាបាច់តែបែកកង់ហ្នឹងទឹកខ្លាំងដែរខ្ញុំមិនយល់ពីគាត់ណាបើខ្ញុំដើរមកមុខគាត់មិនគាត់ប៉ាតាមចាំដល់ចាំគាត់តាមបែកលើដែរចឹងខ្ញុំឲ្យគាត់ខ្ញុំដើរក្រោយថ្ងៃខ្លាំងណាស់បើពីប៉ុណ្ណឹងហើយអត់អីថ្ងៃខ្លះអត់ទេតើគាត់ពីធ្ងន់ហើយគាត់ដើរយឺតហ្នឹងគាត់អាចគាត់បែកកង់មួយនេះក្លៀនបាយដែរនេះនេះហេវហើយក្លៀនបាយនេះបាទសើអ្នកក្លៀនបាយតែទឹកច្រើនខូចខ្សែយ៉ាងនេះខ្ញុំគេខូចខ្សែបើខូចវៀតណាមមិនធំអត់ទេក្រូចមុងរីអត់ទេក្រូចមុងរីធំជាងហ្នឹងអញ្ចឹងបាទក្រូចនេះក្រៅតែក្រូចមុងរីក្រូចពោធិ៍សាត់តែមួយដែរបងនេះក្រូចពោធិ៍សាត់តែមួយអូក្រូចឆ្មាមុងរីអីទឹកដីហ្នឹងមុងរីទាំងអស់អត់ខ្វល់បើគាត់អ្នកដាំមែនចឹងថាអត់ខ្វល់ទេគាត់អ្នកដាំអានេះអើចេញអត់ចេញគាត់ឡើយដល់តែហ្នឹងថ្ងៃមុនមកខ្ញុំចុះពីនេះទៅពងអង្គុយមកក្នុងវងបាទមកក្រោលចូលមកដល់តាមកដល់ទៅខ្ញុំបុកព្រៃតែជួបព្រៃហ្នឹងវាឃើញវាដេញយើងបងហ្នឹងវាតល់ដោយណាតែតែវាលបួវាជាប់ទាក់បាទវាគ្រូថ្នាក់យើងបាទបើវាអត់តល់ច្រកវាបន្តដៃទេនិយាយមួយម៉ាត់ទៅវាសារងាយយល់តល់ច្រកតែទុចទល់មុខវាទល់មុខទុចតល់ច្រកងក់អានឹងទៅបាទអញ្ចឹង BL ណាអូអ្នកខ្លះបាញ់អាឡូអ្នកខ្លះបាញ់ទៅស្អិតអាវាភិកច្រើនបច្ចេកទេសអាថ្នាំស្លេចយើងអាវាយអាលូហ្នឹងច្រើនលេឲ្យទុកចោលមួយថ្ងៃពីរថ្ងៃអីចឹងពេលវាយកបាញ់វាទុនអត់ពេលត្រូវថ្ងៃមកវាយំដូចកអូឡើងតាថាឈើស្រស់ហ្នឹងបើប្រភេទតែឈើស្រស់យើងចាំមើលមួយឆ្នាំពីរឆ្នាំវាយកទៅផុតឆ្ងាយគេនៅព្រៃភ្នំខុសពីគេនៅផ្ទះ
អារម្មណ៍ស្រស់ស្រាយល្អខ្លាំងមែនទែនខ្ញុំឮសំឡេងមកឆេហៅឈ្មោះខ្ញុំល្វើយគាត់ហៅឲ្យខ្ញុំទៅមើលថ្ងៃរះដ៏ស្អាតនិងពពកហោះស្អេកស្កះពេញជ្រលងភ្នំប៉ុន្តែខ្លួនខ្ញុំដូចថ្មសង្កត់ហើយបើកភ្នែករួចប៉ុន្តែក្រោកមិនរួចនេះទេដោយសារតែអស់កម្លាំងខ្លាំងពេកកាលពីឡើងភ្នំម្សិលមិញទោះបីជាថ្ងៃរះនិងពពកហោះយ៉ាងណាក្តីក៏ប៉ុន្តែទេសភាពនៅទីនេះក៏នៅតែស្អាតខ្លាំងដដែលហើយទាំងអស់គ្នាប្រហែលជាឆ្ងល់ថាឈ្មោះក្នុងព្រះអង្គហ្នឹងគឺដើមកំណើតមកពីណាហើយអញ្ចឹងខ្ញុំនឹងបកស្រាយទៅតាមអ្វីដែលខ្ញុំបានឮពីបងកាយដែលគាត់ជាអ្នកនាំផ្លូវគាត់បានដំណើរថាដោយសារតែមានរូបសំណាកព្រះអង្គ3ដែលឆ្លាក់នៅលើភ្នំហ្នឹងតាំងពីយូរលង់ណាស់មកហើយសូម្បីជាចាស់នៅក្នុងភូមិគាត់មកក៏ឃើញរូបបែបហ្នឹងស្រាប់អញ្ចឹងតែម្ដងអញ្ចឹងហើយទើបពួកគាត់ដាក់ឈ្មោះភ្នំនេះថាខ្នងព្រះអង្គមែនទែនទៅនៅតំបន់ខ្នងព្រះអង្គនេះមិនមែនមានតែភ្នំនេះមួយទេដែលស្អាតមានកន្លែងច្រើនទៀតដូចជាខ្នងសបាយខ្នងកញ្ចក់ក៏ដូចជាវាលចាប់បណ្ដៅក្តីគឺទេសភាពស្អាតប្លែកភ្នែកខ្លាំងមែនទែនប៉ុន្តែយើងត្រូវចំណាយពេលប្រហែលជាមួយយប់ទៅ2យប់ទៀតដើម្បីដើរទៅដល់កន្លែងទាំងអស់នោះដោយសារតែពួកខ្ញុំគ្មានពេលអញ្ចឹងហើយយើងបានត្រឹមតែខ្នងព្រះអង្គនឹងឯងឆារាឡើងមកលើភ្នំអត់មានអីញ៉ាំទេសតហ្មងញ៉ាំទៅអូនេះលេគោងៀតគោអីនេះវាម្យ៉ាងម្នាក់ក្នុងព្រះយើងត្រូវពីឆ្ងាយបាទមកទៅដល់បាទនេះទីទឹកអូខេឥឡូវយើងរៀបចំសម្ភារៈរបស់យើងហើយអានេះគឺជាជំរំតង់របស់យើងនៅខាងក្នុងព្រះអង្គបាទបាយខ្ចប់ហើយទឹកខ្ចប់ហើយអញ្ចឹងយើងរៀបចំចុះទៅក្រោមវិញហើយបាទអញ្ចឹងហើយគឺជាដំណើរកម្សាន្តទៅក្នុងព្រះអង្គរបស់យើងជួបគ្នានៅក្រោមក៏ដូចជាតាមផ្លូវពី10បងមួយយកភ្លៀងពី10មួយភ្លៀងហ្មងយើងទៅដល់កន្លែងម៉ូតូឆ្នាំគោមួយបាទដើមអញ្ចឹងត្រាំស្រាដាំទឹកជំនួយផ្លូវដង្ហើមសិតតែរិះឈើសិតតែរបស់ថ្នាំហ្នឹងណាលើកទី1សម្រាប់ជើងនេះបាទផ្លូវឆ្ងាយហើយរៀងជ្រេម៉ោងទៀតឥឡូវម៉ោង1ហើយនៅលើភ្នំឡើយទេអត់ទាន់បានទៅទុកទៅដល់កន្លែងទុកម៉ូតូវិញទេបាទយើងស្មានប្រហែលជាម៉ោង1ម៉ោងកន្លះទៀតបានទៅដល់កន្លែងទុកម៉ូតូហ្នឹងវិញណាអញ្ចឹងយើងចង់វត្តនៅលើម៉ូតូជិះអស់គ្នាមកដប់ម្នាក់ជិះម្នាក់ហើយកន្លែងណាល្អពិបាកយើងចោះជួយគ្នាទៅផ្លូវនេះពេលភ្លៀងគឺរអិលគួរសមបើជិះម៉ូតូវិញចាប់ហ្វ្រាំងគឺមិនជាប់នោះទេតែកុំមើលឈ្នន់វាខ្ទេចអស់ហើយដោយសារតែបានបងសហគមន៍គាត់ជួយយកអាសាយើងរហូតចឹងហើយទើបខ្ញុំមានភ័ព្វសំណាងបានស្គាល់ក្នុងព្រះអង្គនិងដំណើរកម្សាន្តដ៏ល្អមួយនេះអញ្ចឹងបើសិនបើទាំងអស់គ្នាចង់ទៅកុំភ្លេចតាក់ទងបងហ៊ុយដែលជាប្រធានសហគមន៍កវាញឬក៏បងបូរីដែលគាត់បានជូនខ្ញុំនៅក្នុងដំណើរកម្សាន្តនេះឬក៏បងឆេដែលគាត់នៅខាងសហគមន៍ម៉ុងរីអញ្ចឹងម៉ោងប្រហែលជា4ទើបពួកយើងចុះមកដល់ភូមិហើយម៉ោង11ជាងទើបខ្ញុំមកដល់ភ្នំពេញវិញសេះខ្មៅគឺធ្វើការធ្ងន់មែនទែនសម្រាប់ជើងនេះជាអរគុណទាំងអស់គ្នាពីកន្លែងនេះខ្ញុំទៅបើសិនមកពេញចិត្តកុំភ្លេច like subscribe ទៅលើ YouTube Channel ក៏ដូចជា Facebook Page របស់ខ្ញុំជួបគ្នានៅវីដេអូក្រោយអានេះលងវាចូលគ្នាដីសិតតែក្តាំងទៅខំដល់